តោះសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមករៀនថ្នាក់គណិតវិទ្យាជាមួយនឹងលោកគ្រូលោកគ្រូបរិញ្ញាមូលដ្ឋានគ្រឹះចំពោះបងប្អូនដែលខ្សោយគណិតវិទ្យាបងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងនៅក្នុងលំហាត់នេះលោកគ្រូមាន4លំហាត់ហើយកាលពីវីដេអូមុនលោកគ្រូបានសម្រាយរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមធ្វើលំហាត់យកតែម្ដងអញ្ចឹង6ការ៉េគឺស្មើ6គុណនឹង6គឺ36ដក5ការ៉េគឺ5គុណនឹង5ណាចាំណា5ការ៉េអញ្ចឹងគឺស្មើនឹង5គុណនឹង5អញ្ចឹងស្មើ25អញ្ចឹងកូនសិស្សអាចសរសេរថាដក25បូកអញ្ចឹងយើងដឹងហើយ3ការ៉េគឺស្មើ3គុណនឹង3អញ្ចឹង3គុណ3គឺ9អញ្ចឹងយើងបានអានេះគឺបូក9ស្មើមក36ដក25វាសល់11 11បូក9 11បូក9គឺស្មើមក20តើឥឡូវយើងមើលលំហាត់ខអញ្ចឹង65យើងទុកវាដដែលអញ្ចឹង8ការ៉េយើងដឹងហើយ8ការ៉េបាទស្មើប៉ុន្មាន8គុណនឹង5 3អញ្ចឹងស្មើនឹង64អញ្ចឹងកន្លែងនេះលោកគ្រូអាចសរសេរថា64អញ្ចឹង1គីបស្មើប៉ុន្មានណា1គីបគឺស្មើ1គុណនឹង1គុណនឹង1អញ្ចឹងស្មើនឹង1អញ្ចឹងយើងអាចដាក់ថាដកនឹង1មកពិនិត្យមើលលោកគ្រូពិនិត្យទាំងអស់គ្នាអូនមើលនេះ65ដល់6សម1ដល់ពេល1យកមកដកនឹង1ទៀតស្មើប៉ុន្មានស្មើ0អញ្ចឹងចម្លើយរបស់យើងគឺស្មើ0អូខេអញ្ចឹងចម្លើយយើងគឺស្មើ0តោះឥឡូវយើងមើលលំហាត់កមួយទៀតលំហាត់ក7ការ៉េអញ្ចឹងដូចតលោកគ្រូបញ្យល់ពីខាងលើមកអញ្ចឹងលំហាត់កខមកអញ្ចឹង7ការ៉េលោកគ្រូដាក់យក7គុណ7គឺ49អញ្ចឹង2ការ៉េគឺ4មានន័យថា2គុណ2 3ការ៉េគឺ9អញ្ចឹងយើងបានយើងដឹងហើយណាដើម្បីធ្វើប្រមាណវិធីមានប្រមាណវិធីបូកដកគុណចែកអញ្ចឹងគឺយើងត្រូវធ្វើប្រមាណវិធីគុណឬក៏ចែកមុនយើងធ្វើពីឆ្វេងទៅស្ដាំអូខេអញ្ចឹងឃើញថានេះវាស្មើ36អញ្ចឹងយើងបាន49ដក36 49ដក36សល់13តោះឥឡូវយើងមើលលំហាត់ខតើចម្លើយស្មើប៉ុន្មានអញ្ចឹងបងប្អូនកុំភ្លេចជួយ comment ចម្លើយនៅខាងក្រោមវីដេអូរបស់គ្រូហើយនឹងចែកចម្លែកដល់គ្នាយើងឲ្យបានមើលគ្រប់គ្នាផងអញ្ចឹងវីដេអូរបស់គ្រូមានប៉ុណ្ណឹងបាយបាយជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណច្រើន